អង្គការអភិវឌ្ឍសត្វព្រៃបង្ហាញពីរបាយការណ៍ស្តីពីផលប៉ះពាល់នៃសម្បទានដីសេដ្ឋកិច្ចនៅឯខេត្តរតនគិរីតាមរយៈការស្រាវជ្រាវចំនួន6ខែនៅតាមសហគមន៍តំបន់គោលដៅសម្រាប់គម្រោងក្នុងឧទ្យានជាតិវីរៈជ័យនិងដែនជម្រកសត្វព្រៃលំផាត់នៅឯខេត្តរតនគិរីត្រូវបានអង្គការអភិរក្សសត្វព្រៃកម្ពុជាបានធ្វើបទបង្ហាញក្នុងសិក្ខាសាលាក្នុងគោលបំណងផ្ដល់នូវការផ្សព្វផ្សាយជូនជាឯកសារស្ដីអំពីផលប៉ះពាល់ដែលកើតពីដីព្រៃសម្បទានសេដ្ឋកិច្ចទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះជាការលើកឡើងរបស់លោកទេពបូនីនាយកប្រតិបត្តិអង្គការអភិវឌ្ឍសត្វព្រៃនៅកម្ពុជាកាលពីរសៀលថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2016លោកទេពបូនីបានលើកឡើងថាសិក្ខាសាលាថ្ងៃនេះគឺមានគោលបំណងផ្សព្វផ្សាយឯកសារដែលទទួលបានពីការសិក្សាស្រាវជ្រាវរយៈពេល6ខែតាមសហគមន៍តំបន់គោលដៅនៅឧទ្យានជាតិវីរៈជ័យនិងដែនជម្រកសត្វព្រៃលំផាត់ស្ដីពីផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនិងបរិស្ថានដើម្បីដាក់ជូននៅក្រសួងពាក់ព័ន្ធអង្គការក្រុមហ៊ុនដៃគូអភិវឌ្ឍទុកជាឯកសារជំនួយនាពេលអនាគតបង្ហាញអញ្ចឹងគឺថាយើងពាក់ព័ន្ធសំខាន់ទី1យើងទៅលើវិស័យកសិកម្មបានន័យថាបងប្អូនជនជាតិដើមភាគតិចគាត់ធ្វើពាណិជ្ជពីដើមមកឥឡូវនេះនៅក្នុងបំបត្តិថ្មីបានន័យថាវិស័យពាណិជ្ជនេះគឺมันមានឱកាសទៀតទេភាគច្រើនឱកាសនៃការបដូរពីមួយទៅមួយហ្នឹងគឺត្រូវបាត់ហើយទី2ដែលយើងមើលឃើញថាវាអាចប៉ះពាល់ទៅដល់តំបន់ព្រៃអភិរក្សតំបន់ព្រៃអភិរក្សពលជាតិដើមភាគតិចមានព្រៃអភិរក្សរបស់គាត់ណាអាហ្នឹងគឺបានន័យថាប៉ះពាល់ទៅដល់ប្រពៃណីក៏ដូចជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចរួចទៅហើយមួយទៀតនោះគឺទៅដល់មុខរបរបានន័យថាមិនបានន័យថាបងប្អូនជនជាតិដើមភាគតិចបានផ្លាស់ទម្លាប់ហើយបានប្រឹងនៅក្នុងដំណើរនៃការកសាងសេដ្ឋកិច្ចគ្រួសាររបស់ខ្លួននឹងឲ្យទាន់ទៅតាមសភាពការអញ្ចឹងបានន័យថាជំរុញឲ្យគាត់ប្រែប្រួលពីក្នុងរបត់មួយដែលធ្លាប់ពឹងអាស្រ័យទៅលើធនធានធម្មជាតិទៅជារបត់មួយទៀតថាទៅធ្វើនៅក្នុងដំណើរដែលឆ្លងកាត់នៅវិស័យឬក៏យើងហៅថាជាសម្ពាធមួយដែលកើតឡើងពីកិច្ចការអភិរក្សនិងអភិវឌ្ឍទៅលើតំបន់របស់គាត់មែនទែនកាលណានិយាយពីការអភិវឌ្ឍมันអាចមិនប៉ះពាល់ទេប៉ុន្តែយើងត្រូវរកយន្តការបែបណាដើម្បីកាត់បន្ថយនៅផលប៉ះពាល់ហើយដូចខ្ញុំលើកពីខាងដើមទៅស្វែងរកតុល្យការមួយសមស្របហើយនឹងវិធានការដើម្បីទប់ស្កាត់នៅផលប៉ះពាល់ហើយនឹងបង្កើននៅផលិតភាពបានន័យថា balance ឬក៏តុល្យការនឹងឲ្យវាប្រហាក់ប្រហែលគ្នាឬក៏ផលចំណេញឲ្យបានច្រើនជាងអានេះគឺជាគោលការណ៍ឬក៏គោលបំណងគ្រឹះរបស់ការសិក្សារបស់យើងមូលហេតុនៅត្រង់ថាកាលណាគាត់ចុះជាសមរភាពបានន័យថាការចុះនោះក៏ដោបទាំងដីអភិរក្សកាលណាគាត់ចុះជាឯកជនដីសម្រាប់អភិរក្សនោះគឺត្រូវស្ថិតនៅក្នុងកង្វល់មួយដែលប្រឈមនឹងការបាត់បង់អញ្ចឹងអានេះជាចំណែកមួយដែលសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចហើយមួយទៀតគឺបើកាលណាចុះជាប្រព័ន្ធបានន័យថាគាត់អាចនឹងមានឱកាសនៅការថែរក្សានៅយើងហៅថាមុខរបរយើងហៅប្រពៃណីរបស់គាត់ដូចជាអានេះពាណិជ្ជគាត់នៅមានឱកាសព្រោះកាលណាចុះជាប្រព័ន្ធបានន័យថាគាត់ថែរក្សានៅក្នុងតំបន់មួយដែលសមស្របបានន័យថាចុះជាតំបន់សហគមន៍នៅចំណុចនេះទីតាំងនេះអញ្ចឹងណាវាពិតជាប៉ះពាល់នៅក្នុងហ្នឹងគឺយើងមើលឃើញនៅក្នុងរបាយការណ៍ហើយគឺថាផលលំបាកនៅត្រង់ថាកាលណាដីសម្បត្តិសេដ្ឋកិច្ចវាប៉ះជាអាចថាក្នុងកម្រិតទ្រង់ទ្រាយភាគច្រើនគឺដីកសិកម្មរបស់ពួកគាត់អញ្ចឹងកាលណាចុះជាប្រព័ន្ធគឺលំបាកនៅក្នុងការថាតើទៅស្វែងយកតុល្យការរបៀបម៉េចដើម្បីឲ្យទាំងក្រុមហ៊ុនទាំងជនជាតិដើមភាគតិចមានគេហៅថាអាចbalance គ្នាទៅវិញទៅមកបានអានេះគឺជាចំណុចមួយតឹងតែងដែលយើងត្រូវតែស្វែងរកដំណោះស្រាយសមស្របខ្ញុំមិនចាំចំនួនក៏ប៉ុន្តែរយៈពេលហើយនឹងពេលវេលាដែលយើងចុះនេះគឺច្រើនទាំងបាទហើយយើងបានទាំងអាជ្ញាធរដែនដីទាំងក្រុមហ៊ុនទាំងបងប្អូនប្រជាពលរដ្ឋមានទាំងប្រជាជនភាគតិចនិងប្រជាពលរដ្ឋយើងទូទៅដែលយើងធ្វើចំណាក់ស្រុកពីខេត្តផ្សេងទៅផងដែរអញ្ចឹងនៅក្នុង sample បានន័យថាការជ្រើសរើសនៅក្នុងការធ្វើសម្ភារគឺយើងព្
ព្យាយាមធ្វើមិនឲ្យ balance នៅក្នុងក្របខ័ណ្ឌនៃការ survey ហ្នឹងយើងនៅការសិក្សានេះដូចយើងឃើញហើយថាការចូលរួមយើងមានតំណាងក្រុមហ៊ុនយើងមានអាជ្ញាធរយើងមានជាតិដើមភាគតិចយើងមានតំណាងសហគមន៍ហើយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលពីក្រសួងកសិកម្មពីក្រសួងបរិស្ថានបានចូលរួមនេះគឺជាសក្ខីភាពមួយបញ្ជាក់ថាយើងទាំងអស់គ្នាទាំងរាជរដ្ឋាភិបាលទាំងសង្គមស៊ីវិលទាំងដៃគូអភិវឌ្ឍបាននឹងកំពុងគិតគូរទៅលើវិស័យហ្នឹងដើម្បីធ្វើម៉េចឲ្យរបាយការណ៍ហ្នឹងឈានទៅរកភាពសុក្រិតមិនឲ្យលើសឆ្ងាយពេកមិនឲ្យថយឆ្ងាយពេកពីភាពជាក់ស្ដែងនៅក្នុងតំបន់ភ្នំពេញបាទដាក់សកលវិទ្យាអ្នកដែលដឹកនាំធ្វើការស្រាវជ្រាវគឺសាកលវិទ្យាល័យភ្នំពេញលោកសាស្ត្រាចារ្យទាំង3លោកបណ្ឌិតទាំង3ជាអ្នកដឹកនាំSave Cambodia Wildlife ជាម្ចាស់គម្រោងចំណែកឧបត្ថម្ភថវិកាគឺពី WHA Well Tunga Heifer ខ្ញុំឈ្មោះទេពប៊ុននីជានាយកប្រតិបត្តិនៃអង្គការ Save Cambodia Wildlife សម្រាប់របាយការណ៍នៅក្នុងបទបង្ហាញរបស់តំណាងក្រុមស្រាវជ្រាវពាក់ព័ន្ធនិងផលប៉ះពាល់ដីព្រៃសម្បត្តិសេដ្ឋកិច្ចនៅតំបន់គោលដៅខាងលើលោកទេពប៊ុននីបានបញ្ជាក់ថាទិសដៅសំខាន់របស់យើងគឺយើងចង់ឆ្លុះបញ្ចាំងអំពីផលវិជ្ជមាននិងផលអវិជ្ជមានថាតើការប្រើប្រាស់យើងគឺប្រើប្រាស់នៅក្នុងកម្រិតណាមួយមានតាំងពីវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាលសង្គមស៊ីវិលនិងវិស័យឯកជនក៏ដូចជាវិស័យដទៃទៀតផងដែរខណៈដែលប្រជាពលរដ្ឋគឺជនជាតិដើមភាគតិចគឺមានទម្លាប់ធ្វើកសិកម្មបែបពាណិជ្ជរប៉ុន្តែបច្ចុប្បន្នពួកគាត់មិនអាចធ្វើបែបនេះបានទៀតទេលោកបានអះអាងថាប្រជាពលរដ្ឋជនជាតិភាគតិចត្រូវតែចុះបញ្ជីដីជាសមូហភាពការចុះនោះគឺក្តោបទាំងដីអភិរក្សប្រសិនបើពួកគាត់ចុះបញ្ជីដីជាឯកជនដូច្នេះដីនោះគឺបានស្ថិតនៅក្នុងកង្វល់មួយប្រឈមទៅនឹងការបាត់បង់ដូច្នេះវាជាចំណែកមួយសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចកាលណាបើយើងចុះបញ្ជីដីជាប្រព័ន្ធយើងអាចនឹងថែរក្សានៅមុខរបរប្រពៃណីរបស់ពួកគាត់